សួស្តីបងប្អូនជាភ្ញៀវតេជជនរបស់ GTX VOD វីដេអូខ្ញុំចង់បង្ហាញបងប្អូនវិធីបើក keyboard enable keyboard របស់ម៉ាស៊ីន 9.2 VOD នេះអញ្ចឹងដំបូងយើងចូល Android ហើយយកពី application បើចូល setting board ហ្នឹងអញ្ចឹងហើយចូល my app បន្ទាប់ហ្នឹងយកពី system ហើយយើង scroll មកក្រោមយកពី setting តទៅហ្នឹងមកបងប្អូនអាចចុះការជ្រើសយើងអាច connect Wi-Fi តាមហ្នឹងក៏បានដែរហើយចុចវាដូចប្រព័ន្ធ Android ទូរស័ព្ទយើងអញ្ចឹងមួយទៀតគឺយើងចង់ add keyboard យើងត្រូវយកពាក្យ input language នេះជាង input language ហ្នឹងអញ្ចឹងបងប្អូនអាចចូលទៅក្នុង visual keyboard ហ្នឹងយើង check មើលថា keyboard ក្រៅនេះខ្ញុំមាន add អត់ខ្ញុំមាន add ដូចអញ្ចឹងបើអត់មាន add keyboard របស់ Google មកយើងត្រូវចុចនៅក្នុង menu ហ្នឹងហើយយើងយកបើកវាវិញបើក keyboard ហ្នឹងវិញហើយខ្ញុំបានបើក keyboard របស់អង់គ្លេសរបស់ខ្មែរយើងចុចចូលហ្នឹងមកហើយយើងបិទវិញហើយខ្ញុំបើកខ្ញុំចុចបើកវិញចុចបើកហើយកន្លែងហ្នឹងវាមានតែអង់គ្លេសមួយអញ្ចឹងយើងអាចចូលក្នុងនេះចូលក្នុងយើងចេញមកក្រៅវិញហើយយើងចូលក្នុង keyboard អង់គ្លេសហ្នឹងបន្ទាប់មកយើងយកពាក្យlanguage នេះអញ្ចឹងមិនហ្នឹងមកយើងបិទអានេះមកយើងចង់យក keyboard គេថាតើខ្មែរយើងយកខ្មែរនេះខ្មែរយើង scroll មកក្រោមខ្មែរតទៅពីហ្នឹងមកយកចង់បាន keyboard អីទៀត keyboard ថៃខ្ញុំ add ថៃមកទៀតមកបាទអញ្ចឹងបន្ទាប់ពីហ្នឹងមកខ្ញុំចេញមកវិញកន្លែង preference កន្លែងបិទសំឡេងហើយយើងបានបិទហើយមិនឲ្យវាចុចលឺសំឡេងនាំរំខានយើងទេអញ្ចឹងបើតែប៉ុណ្្នឹងវាបានអញ្ចឹងបានខ្ញុំបានបើក keyboard អង់គ្លេសខ្មែរថៃហើយមាន keyboard ចិនមកទៀតអញ្ចឹងយើងគ្រាន់តែចង់បិទបើកវិញយើងចូលក្នុង menu ហ្នឹងហើយបើកវាមកតទៅពីហ្នឹងមកយើងចេញមកក្រៅវិញមកនេះបើចេញមកក្រៅវិញអញ្ចឹងវាមានក្តារចុច keyboard វិញនេះដល់ចុចនៅហ្នឹងវាមានវិញនេះចុចដូរភាសាបានអីបានហ្នឹងវិញបាទអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនចម្ងល់អាចទំនាក់ទំនងសួរបន្ថែមបានបាទសូមអរគុណសូមជម្រាបលា